មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានវិតម្លៃថាមានផ្ទៃដីសន្ទូងនិងផ្ទៃដីសំណាប់ស្រូវប្រាំងនិងស្រូវវស្សាមានចំនួនជាង 5,000 ហិកតាបានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងនោះខូចខាតធ្ងន់ធ្ងរមានចំនួនជិត 3,000 ហិកតាតែលទ្ធភាពស្ដាររបស់មន្ទីរជំនាញគឺអាចធ្វើទៅបានតែជាចំនួន 2,000 ហិកតាស្មើនឹងជាង 49% តែប៉ុណ្ណោះបើតាមការអះអាងរបស់មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានដឹងថានៅក្នុងរដូវទឹកជំនន់ដែលជាអត្តពលនៃការជន់លិចលើខេត្តក្រចេះគិតចាប់ពីខែសីហាដល់ខែតុលាគឺបង្កឲ្យមានការប៉ះពាល់ដល់ដំណាំកសិកម្មនិងដំណាំរួមផ្សំមួយចំនួនធំនៅខេត្តក្រចេះក្នុងនោះក៏ត្រូវបានគេរាយការណ៍ថាមានស្រុកចំនួន 4 និងក្រុង 1ក្នុងចំណោមស្រុកទាំង 5 និងក្រុង 1នៅទូទាំងខេត្តក្រចេះដែលប្រឈមមុខទៅនឹងការជន់លិចដោយចំនួនទឹកទន្លេមេគង្គនិងចំនួនទឹកភ្លៀងមានរយៈពេលជាង 3 ខែជាប់ៗគ្នានេះគឺសុទ្ធសឹងជាតំបន់ទំនាបដែលមានទីតាំងជាប់បណ្ដោយជួរមាត់ទន្លេមេគង្គក្នុងនោះគឺមានឃុំចំនួន 33 ឃុំដែលទទួលរងនឹងការខូចខាតនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានដឹងថាទិន្នផលដាំដុះលើវិស័យកសិកម្មដំណាំស្រូវសម្រាប់ខេត្តក្រចេះក្នុងឆ្នាំ 2013 នេះគឺសម្រេចបានការដាំដុះចំនួនជាង 30,000 ហិកតាស្មើនឹងជាង 100% នៃផែនការតែយ៉ាងណាក៏ដោយក៏រដូវទឹកជំនន់ដែលបានជន់លិចខ្លាំងនៅខេត្តក្រចេះមានរយៈពេល 3 ខែជាប់គ្នានៅចុងឆ្នាំ 2013 នេះគឺបានបង្កមានការប៉ះពាល់និងខូចខាតដល់សំណាប់និងសន្ទូងស្រូវវស្សានិងស្រូវប្រាំងមានចំនួនជាង 5,000 ហិកតាក្នុងនោះខូចខាតធ្ងន់ធ្ងរជាង 3,000 ហិកតាផងដែរប្រធានមន្ត្រីកសិកម្មខេត្តលោកកុយហួតបានឲ្យដឹងកាលពីព្រឹកថ្ងៃទី 21 ខែតុលានេះថាជាមួយនឹងការរងការប៉ះពាល់និងខូចខាតនៅដំណាំកសិកម្មសន្ទូងនិងសំណាបនេះគឺមន្ទីរមានលទ្ធភាពស្ដារឡើងវិញលើផ្ទៃដីដែលបានខូចខាតមានចំនួនជិត 2,000 ហិកតាស្មើនឹងជាង 49% លើសពីនេះទៅទៀតដោយមានការចង្អុលបង្ហាញពីសំណាក់អាជ្ញាធរឃុំសង្កាត់ជាពិសេសអាជ្ញាធរខេត្តគឺមន្ត្រីនៃមន្ទីរជំនាញក៏បានចុះផ្ដល់គ្រាប់ពូជដល់ប្រជាពលរដ្ឋដែលអាចមានលទ្ធភាពស្ដារគឺមានចំនួនជាង 42 តោនលោកប្រធានមន្ត្រីកសិកម្មរូបនេះបានបញ្ជាក់ទៀតថាមានស្រុកចំនួន 4 និងក្រុង 1នៅទូទាំងខេត្តគឺទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរក្នុងនោះមន្ទីរកសិកម្មក៏បានផ្ដល់គ្រាប់ពូជដល់ប្រជាកសិករដើម្បីបន្តលទ្ធភាពស្ដារឡើងវិញលោកនិយាយថាទីតាំងដែលទទួលរងនឹងការជន់លិចពីទឹកជំនន់នោះគឺមន្ត្រីជំនាញបានអប់រំនិងជំរុញឲ្យប្រជាពលរដ្ឋដាំដំណាំរួមផ្សំខណៈដែលតំបន់ទាំងនោះគឺទឹកជំនន់បាននាំដីល្បាប់មានជីជាតិគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះលើដំណាំរួមផ្សំនិងដំណាំដទៃទៀតផងដែររាយការណ៍ពីខេត្តក្រចេះប៊ុនលីណា